ពេលនេះយើងកំពុងនៅ Big C បាទ Big C ទីក្រុងដាឡាបាទនេះបាទជា Big C ទីក្រុងដាឡាបាទនេះបាទភាពជុំវិញបាទគឺយើងនិយាយហ្នឹងគឺមនុស្សម្លាមកដើរច្រើនបាទពេលនេះគឺមានដើរច្រើននៅក្នុងបណ្ដាវិសាលនានាមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបាទហើយក៏មានភ្ញៀវដែលជាជនជាតិវៀតណាមក៏មានដើរច្រើនដែរកន្លែងហ្នឹងហើយរូបយើងឃើញរូបបាទគឺយើងឃើញរូបជាសម្បកខ្យងទាំងអស់ហ្នឹងបាទហើយនេះមួយទៀតបាទគឺជាប្រភេទជាតំណាងឲ្យស្លឹកតែបាទតំណាងឲ្យស្លឹកតែបាទនេះប្រភេទនេះបាទនេះហេតុអីយើងឃើញពណ៌ទាំងអស់ហ្នឹងគឺពីព្រោះថានៅដាឡានៅទីក្រុងដាឡាផ្ទាល់ហ្នឹងគឺជាស្រុកដែលផលិតនៅស្លឹកតែបាទហើយនឹងកាហ្វេបាទអញ្ចឹងហើយនេះគឺជាតំណាងណាបាទយើងឃើញពណ៌ហ្នឹងហើយខាងក្រោមនេះគឺជាផ្សារគឺផ្សារ Big C បាទគឺជាផ្សារ Big C នៅខាងក្រោមហើយជុំវិញក៏មានការលក់ដូរយ៉ាងច្រើនផងដែរបាទការលក់ដូរពីពេញតែម្ដងហើយបាទហើយនេះគឺជាលូកូប្រដាក់បាទលូកូប្រដាក់ដែលយើងច្រើនតែអុយញ៉ាំបាទបាទនេះបាញ់ត្រាំងបាទបាញ់ត្រាំងនឿងមើលគាត់ឃើញបាញ់ត្រាំងនឿងទីក្រុងដាឡាមួយម៉ានកាត់លក់មួយម៉ាន$25,000 $10,000នឹងយើងគាត់ហ្មងcái này là đặc sản của Đà Lạt luôn á. Dạ. Đi đâu cũng là gì? Nướng. Bánh tráng nướng. Dạ. Dạ dạ. Bán tới bây giờ lận. Bán tới khuya luôn. Từ khuya luôn nè. Có khách tới khuya luôn. Dạ. Em người Cam hả? Dạ, người Cam. Campuchia hả? Dạ, Campuchia. Mà xuống nó tiếng Việt giỏi vậy. Biết chút thôi. Đang nói gì vậy? Tại vì khách qua đây cũng mấy đâu một lần rồi.